NATO ជាមួយនឹងរុស្ស៊ីគឺអាចផ្ទុះសង្គ្រាមក្នុងពេលឆាប់ៗនេះចុងប្រហែលថ្ងៃមុនរុស្ស៊ីគឺបានបង្ហោះដ្រូនចំនួនច្រើនគ្រឿងខ្លាំងមែនទែនចូលទៅកាន់ទឹកដីប៉ូឡូញដែលជាការបំពេញដែនអាកាសរបស់ប៉ូឡូញយុរដ្ឋមន្ត្រីរបស់ប៉ូឡូញពេលហ្នឹងគឺបានគម្រាមទៅកាន់រុស្ស៊ីហើយថាកុំឲ្យមានរឿងហ្នឹងកើតឡើងម្ដងទៀតប៉ុន្តែឥឡូវនេះ Trump គឺបានបើកភ្លើងខៀវទៅកាន់ NATO ទៀតដែលគាត់និយាយថាបើសិនជារុស្ស៊ីនៅតែបន្តបញ្ជូន aircraft ចូលដែនអាកាស NATO ទៀតឲ្យ NATO នោះបាញ់ចោលហ្មងទៅមានអីបានលឺអញ្ចឹង diplomat របស់អឺរ៉ុបបានបញ្ជូនសារទៅកាន់ Kremlin រុស្ស៊ីថាគេនឹងបាញ់ទម្លាក់យន្តហោះ aircraft របស់រុស្ស៊ីបើនៅតែបន្តបញ្ជូនមកកាន់ទឹកដី NATO ទៀតប៉ុន្តែខាងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់រុស្ស៊ីលោក Lavrov គាត់បានប្រកាសនិយាយវិញថា NATO ឥឡូវនេះគឺដូចកំពុងប្រកាសសង្គ្រាមជាមួយនឹងរុស្ស៊ីអញ្ចឹងហើយខាងរុស្ស៊ីក៏បានពមៀនទៅវិញទៀតថាបើសិនជា NATO ហ៊ានបាញ់ទម្លាក់ aircraft របស់រុស្ស៊ីមែនសង្គ្រាមគឺនឹងផ្ទុះឡើងហើយ statement មួយនេះគឺលើកឡើងដោយលោក Alexei Meskov ដែលជា ambassador របស់រុស្ស៊ីប្រចាំប្រទេសបារាំងទោះជាស្ថានភាពរុស្ស៊ីជាមួយនឹងអឺរ៉ុបពេលនេះគឺកាន់តែតឹងតែខ្លាំងមែនទែនហើយកន្លងពេលនៅក្នុងកិច្ចប្រជុំសហប្រជាជាតិ UN ប្រហែលថ្ងៃមុននេះ Zelensky ធានាថាប្រទេសអ៊ុយក្រែនគឺគាត់បានឡើងនិយាយថាច្បាប់អន្តរជាតិគឺអត់មានប្រសិទ្ធភាពទេលុះត្រាតែអ្នកមានមិត្តខ្លាំងនៅពីក្រោយខ្នងតែហ៊ានចេញមកតទល់ឆការពារយើងហើយក្នុងកិច្ចសម្ភាសជាមួយនឹងកាសែត Exos ថ្មីនេះ Zelensky គាត់បានបញ្ជាក់ថាបើសិនជាសង្គ្រាមអ៊ុយក្រែនជាមួយនឹងរុស្ស៊ីចប់ភ្លាមគឺគាត់នឹងសុខចិត្តលាលែងចេញពីតំណែងហើយរៀបចំធ្វើការបោះឆ្នោតសាជាថ្មីអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេចាំមើលបើសិនជាស្ថានភាពរុស្ស៊ីជាមួយនឹង NATO ឬជាមួយនឹងអ៊ុយក្រែនមានអីវិវត្តទៀតចាំខ្ញុំអាប់ដេតដល់អ្នកគ្នាសូមកុំភ្លេច follow Facebook មួយ TikTok របស់ខ្ញុំនេះផង